ធម្មតាបងដឹងប្រាប់ឲ្យថាមនុស្សស្រីយើងមកតួសម្រស់គឺសំខាន់ជាងគេគឺសក់ក្បាលហ្នឹងមកថាបើសិនជាយើងអត់សក់ចាប់ហើយមនុស្សស្រីយើងសម្បីតាដើរទៅណាក៏ខ្ញុំលាក់បាំងដែរខ្ញុំអត់ហ៊ានទៅចេញមកទេមានអារម្មណ៍ថាខ្មាស់អៀនដែរសួស្ដីបងអញ្ចឹងខ្ញុំចង់មានសំណួរខ្លះៗសួរបងអញ្ចឹងណាព្រោះដោយសារបងបានបញ្ចប់វគ្គ laser បណ្ដុះសក់នៅខាង Medpol យើងហ៎បងអញ្ចឹងខ្ញុំចង់ដឹងថាកាលពីមុនមកបងធ្លាប់មានបងប្អូនឬក៏ម៉ាក់ប៉ាបងអីដែលគាត់មានប្រវត្តិវាថាជំងឺឈូសសក់អីខ្លាំងហ៎បងអត់ផងចាអត់ចាអញ្ចឹងបន្ទាប់ពីបានបញ្ចប់វគ្គ laser បណ្ដុះសក់ខាងយើងហើយបងមាន feedback អីវាថាអារម្មណ៍បងផ្ទាល់ថាចំពោះលទ្ធផលហ្នឹងមិនដែរបងក្រោយពីទទួលសេវាកម្មនៅនេះហើយគឺខ្ញុំបានផលច្រើនដូចថាកាលពីមុនសក់ខ្ញុំនឹងគឺវាឡើងកំពេកឡើងលងហ្មងដល់ពេលខ្ញុំរយៈពេល3ខែខ្ញុំប្រើលទ្ធផលរបស់គេពីមុនដែរប៉ុន្តែវាអត់ឃើញផលអញ្ចឹងណាដល់ថ្នាក់ឈានទៅទិញថ្នាំវីតាមីនញ៉ាំទៀតតែអត់ឃើញផលដល់ពេលខ្ញុំក្រោយមកទទួលសេវាកម្មនៅនេះរយៈពេលតែមួយអាទិត្យគឺខ្ញុំឃើញផលលឿនមែនតើតែមួយអាទិត្យគឺខ្ញុំចាប់ផ្ដើមឃើញផលពិតហ្មងហើយក៏ខ្ញុំសប្បាយចិត្តព្យាយាមសុខចិត្តឡើងមកពីខេត្តមកដល់ភ្នំពេញគឺមកថែទាំជារៀងរាល់ទៅតាមអ្នកគ្រូណាត់អញ្ចឹងណាដល់ពេលក្រោយពីទទួលសេវាកម្មហើយគឺឥឡូវនេះគឺចូលវគ្គកញ្ចប់ទី1ហើយប៉ុន្តែគឺខ្ញុំទទួលឃើញផលច្រើនតែអញ្ចឹងមកន័យថាបងต้องតែបញ្ចប់តែមួយវគ្គឯងបងតែមួយវគ្គឯចាតែខ្ញុំឃើញផលតាំងពីចូលដំបូងបានមួយអាទិត្យអញ្ចឹងកាលពេលដែលឈូសសក់ខ្លាំងហ្នឹងបងដែលគិតថាវាថាបងធ្លាប់ទៅទទួលសេវាកម្មអីកន្លែងផ្សេងអីអត់បងអត់ដែរផងអត់ដែរទៅទទួលផងគាត់ថាធ្លាប់តែទិញសាប៊ូឬក៏របស់គេល្អគេប្រាប់អញ្ចឹងណាថ្លៃដែរមកប្រើអញ្ចឹងទៅប៉ុន្តែអត់បានផលលឿនចា